ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា2025-2026ការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2025-2026បានបិទបញ្ចប់ការប្រកួតជាផ្លូវការហើយបន្ទាប់ពីការដំណើរការប្រកួតកីឡានៅគ្រប់វិញ្ញាសាកីឡាអស់រយៈពេលមួយសប្តាហ៍មកនេះដែលពិធីបិទការប្រកួតត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី9ខែកុម្ភៈឆ្នាំ2026ដោយបានធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងនិងលោកសំព្រឹមប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូកីឡាករកីឡាការិនីនៅតាមបណ្ដាក្រុងស្រុកផងដែរលោកសំព្រឹមប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2025-2026បានដំណើរការប្រកួតរយៈពេលមួយសប្តាហ៍មកនេះបានដំណើរការដោយរលូនដោយបានការចូលរួមសហការពីគ្រប់មន្ទីរអង្គភាពសប្បុរសជននិងសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនេះកីឡាករកីឡាការិនីដែលបានចូលរួមប្រកួតនាពេលនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តនិងបញ្ចេញអស់នូវសមត្ថភាពទេពកោសល្យដោយបានផ្ដល់ពិន្ទុវាយតម្លៃប្រកបដោយបច្ចេកទេសវិជ្ជាជីវៈការប្រកួតនាឆ្នាំនេះមានសមាជិកភាពប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីសរុបចំនួន1816នាក់ស្រីចំនួន908នាក់ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតរួមមានបាល់ទាត់បាល់ទះបាល់បោះអត្តពលកម្មប៊ូលនិងប៉េតង់មានប្រសាសន៍នៅក្នុងឱកាសនោះលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងបានសម្ដែងនៃការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការរៀបចំដំណើរការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា2025-2026ទាំងក្រុមកីឡាករនិងគណៈកម្មការដាក់ពិន្ទុការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាពមិត្តភាពនិងចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកលទ្ធផលនៃការប្រកួតនាថ្ងៃនេះបានបង្ហាញពីសមត្ថភាពនិងបច្ចេកទេសនៃការប្រកួតពីក្រុងស្រុកផ្សេងៗគ្នាដើម្បីឈានទៅរកការប្រកួតថ្នាក់ជាតិនាពេលខាងមុខលោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថាកីឡាមិនគ្រាន់តែបានផ្ដល់នូវកាយសម្បទារឹងមាំដល់យុវជនយុវនារីរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្តនិងសីលធម៌ការតស៊ូប្រកបដោយភាពអង់អាចក្លាហានអំណត់ព្យាយាមនិងចេះយោគយល់គ្នានិងប្រកាន់ភ្ជាប់នៅភាពយុត្តិធម៌សុចរិតភាពឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើងត្រូវបង្កើនសកម្មភាពកីឡាឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការបំផុសចលនាអប់រំកាយក្នុងស្រទាប់ប្រជាជននិងយុវវ័យរបស់យើងនៅតាមសាលារៀននិងតាមសហគមន៍លោកយិនសវេនអភិបាលរងខេត្តជំរុញឲ្យក្មួយៗកីឡាករកីឡាការិនីជ័យលាភីថ្នាក់ខេត្តទាំងអស់ត្រូវខិតខំហ្វឹកហាត់បន្តទៀតទាំងផ្នែកបច្ចេកទេសបទបញ្ជាក្រមសីលធម៌និងកត្តាផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាពបទពិសោធន៍ថ្មីៗសម្រាប់ចូលរួមការប្រកួតកីឡាថ្នាក់ជាតិទទួលបានចំណាត់ថ្នាក់ជ័យលាភីបន្តទៀតសម្រាប់ខេត្តកំពង់ឆ្នាំង